Và sự đây đó phong mai bằng pon ở kia giúp này cứ tranh màu tiền đấy hay bịa pon rừng khói hay rừng này cứ rừng thuật phó hay anh phong sách rừng mấy nâng cứ admin chụp to hay cào nâng là chia năm pi pon đó phong mùi đầm pờ lên nâng hay admin là chia riêng hạ ti phong mùi tìm pờ lên nâng hay sách rừng mấy nâng cứ đôi sao tiện to nâng cao dùm lạp gọt slap bên chân tay hay trong đăng tha sách rừng nâng rừng thuật nângอย่างนะบางคนจำสลับต่อគ្នាអនឡងឆ្នាំ2016ហ្នឹងគឺខ្ញុំបាទគឺរៀនថ្នាក់ទី6ទី7ទេហើយរាល់ព្រឹករាល់ថ្ងៃណាមុននឹងទៅរៀនខ្ញុំតែងតែដឹកគោឬថាដឹកគោយកទៅចងរលឹមឬថាព្រិលណាបងប្អូនរាល់ថ្ងៃហ្នឹងហើយវាថាខ្ទង់ម៉ោង5ឬថាម៉ោង7ចូលរៀនអញ្ចឹងហើយពេលហ្នឹងគឺដើរទៅរៀនទេបងប្អូនអញ្ចឹងត្រូវតែងើបម៉ោង5ដឹកគោយកទៅចងនៅវាលឬថាចងព្រិលដោយសារតែយើងចងពីភ្លឺខ្លាចទៅរៀនអត់ទាន់ផ្លូវដែលយកគោទៅចងហ្នឹងវានៅចិត្តផ្លូវវាតែងតែមានតាមអាស័យច្រើនគុំផ្លៃខ្លះក៏តិចចឹងទៅប៉ុន្តែដោយថានៅខាងលិចផ្ទះខ្ញុំហ្នឹងគឺវាថាតាមអាស័យច្រើនមែនតើវាថាកន្លែងហ្នឹងតាមអាស័យច្រើនណាហើយជួរផ្លូវហ្នឹងគឺតាមអាស័យមួយជួរវាខ្លះទៅក៏ក្របលើផ្លូវណាហើយដូចថាពេលម៉ោង5អញ្ចឹង5 6ពេលខ្លះដើរចូលអាក្នុងផ្លូវហ្នឹងគឺវាអត់ទាន់ភ្លឺទេវាតែងតែងឹតអញ្ចឹងដោយសារតែមេឈើមេអាស័យវាក្របពីលើផ្លូវណាហើយខ្ញុំបានយកគោទៅចងយកអីរៀងរាល់ព្រឹកអញ្ចឹងទៅឲ្យតែព្រឹកឡើងម៉ោង5ខ្ញុំយកគោទៅចងរាល់ព្រឹកហើយចេញបរៀនម៉ោង11អញ្ចឹងត្រូវតែញ៉ាំបាយញ៉ាំអីហើយបន្តមកទៀតយកគោទៅលាងទឹកគេថាលាងទឹកលាងអីឲ្យវាផឹកទឹកអញ្ចឹងទៅហើយយកគោចងថ្ងៃឡើងទៅរៀនទៀតបើសិនជាថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺខ្ញុំរៀនតែមួយព្រឹកទេដូចថាថ្ងៃសៅរ៍ខ្ញុំរៀនមួយព្រឹកអញ្ចឹងថ្ងៃឡើងទៅនេះខ្ញុំពេលខ្លះទៅឃ្វាគោអញ្ចឹងទៅដាក់បាយកញ្ចប់ដាក់នឹងកាម៉ាហើយរុំស្ពីទៅហើយថ្ងៃឡើងគឺទៅអត់ទៅឃ្វាគោហើយទៅញ៉ាំបាយនៅវាលហើយក៏សុបាយដែរពេលហ្នឹងបងប្អូនគឺការហ្នឹងសុបាយអត់មានគិតអីច្រើនដូចឥឡូវទេគេថាយើងអត់មានទូរស័ព្ទយើងនៅក្មេងៗអញ្ចឹងយើងគិតទៅឃ្វាគោលេងជាមួយគ្នាបាញ់ឃ្លីបាញ់អីអញ្ចឹងទៅហើយខែហ្នឹងដូចជាខែ3ខែ4បងប្អូននិយាយខែហ្នឹងពេលខ្លះខែធ្លាក់ភ្លៀងហ្នឹងខែ3ខែ4ហ្នឹងហើយធ្លាក់ភ្លៀងអ្នកស្រុកខ្ញុំគឺដាំដលងមីបងប្អូនដាំដលងមីគេលក់ស្រស់1គីឡូ100អញ្ចឹងទៅហើយម៉ែនឹងពុកគឺយកគោទៅអត់កើតទេដោយសារតែចកាឆ្ងាយពេកអញ្ចឹងទុកគោហ្នឹងឲ្យយើងមើលហើយយើងមិនមើលរហូតទេគ្រាន់តែយើងយកមកចងហើយយើងទៅរៀនអញ្ចឹងទៅនៅថ្ងៃមួយហ្នឹងគឺមាននៅក្នុងភូមិហ្នឹងគេការកូននៅក្នុងភូមិខ្ញុំមានគេការកូនហើយម៉ែគាត់ផ្ដាំថាឲ្យចេញបរៀនត្រូវយកគោប្រញាប់ទៅការគេនៅក្នុងភូមិដោយសារតែម៉ែគាត់ដាំដលងពីអ្នកពុកគឺប្រហើយថ្ងៃហ្នឹងគឺប្រហើយគាត់ខ្ជិលស្អែកឡើងទៅទៀតណាដោយសារតែប្រហើយទៅសុកចិត្តថាឲ្យរៀងជប់បន្តិចប៉ុន្តែព្រឹកគាត់ខ្ជិលទៅដាំទៀតដោយសារព្រឹកនៅសល់បន្តិចអញ្ចឹងគាត់ដាំមួយថ្ងៃហ្នឹងឲ្យហើយសុកចិត្តថានៅជប់ក៏យប់ហើយថ្ងៃហ្នឹងគឺយប់ម៉ោង7ជាងមិនគាត់មកដល់ផ្ទះចឹងទៅគាត់ផ្ដាំឲ្យខ្ញុំទៅការនៅក្នុងភូមិហើយថ្ងៃហ្នឹងគឺនៅក្នុងភូមិខ្ញុំគឺកាមរងហើយភូមិផ្សេងគឺថានៅចិត្តនឹងដែរវាមិនចិត្តប្រហែលទេប្រហែលជាខ្ទង់1គីឡូ2គីឡូដីដាច់មកវាលហើយគេកាមរងដែរហើយអ្នកការដែលនៅក្នុងភូមិខ្ញុំហ្នឹងគឺគាត់មិនសូវបាននៅស្រុកទេដោយសារតែគាត់ធ្វើចំការនៅខាងខេត្តព្រះវិហារនៅក្នុងភូមិខ្ញុំហ្នឹងភាគច្រើនគឺគាត់ទៅធ្វើចំការគាត់អត់ធ្វើចំការនៅចិត្តភូមិទេដោយសារតែអត់ដីអត់សូវល្អអញ្ចឹងហើយណាមួយដីជួលគឺថ្លៃមែនតើអញ្ចឹងភាគច្រើនគឺគេទៅធ្វើចំការនៅខាងខេត្តព្រះវិហារប៉ុន្តែម្ដុំហ្នឹងខ្ញុំមិនសូវស្គាល់ដែរក្នុងភ្នំដងរែកអីចឹងណាហើយអ្នកភូមិអ្នកអីគឺភាគច្រើនគឺទៅធ្វើចំការនៅនឹងឯងអ្នក4 10ហាត់អីចឹងគាត់កាន់កាប់ចំការពេលខ្លះទៅជួលពេលខ្លះទៅគាត់ទិញដីនៅនឹងហើយតែនៅក្នុងភូមិខ្ញុំហ្នឹងគឺគាត់មានកូនស្រីទំនេរហើយគាត់ក៏បានយកកូនស្រីហ្នឹងទៅធ្វើចំការនៅឯខេត្តព្រះវិហារដែរហើយក៏បានជួបគ្នាហើយក៏រៀបការអញ្ចឹងទៅអត់រៀបការនៅខាងព្រះវិហារទេបងប្អូនគឺគាត់រៀបការនៅខាងស្រុកយើងនេះគេថាខាងស្រុកខ្ញុំនេះតែខ្ញុំកំពុងរស់នៅរាល់ថ្ងៃណាគាត់នៅខាងខេត្តកំពង់ធំហើយគាត់ហៅអ្នកភូមិដែលធ្វើចំការនៅព្រះវិហារហ្នឹងគាត់ហៅទាំងអស់គ្នាមកអញ្ចឹងទៅចៃដន្យអីបងប្រុសម្នាក់ដែលធ្វើចំការនៅខាងព្រះវិហារហ្នឹងគាត់ប្រហែលជាខ្ទង់អាយុប្រហែលជាខ្ទង់23 24នេះទេគាត់រៀងក្មេងដែរណាហើយម៉ែគាត់ហ្នឹងចង់ឲ្យគាត់ហ្នឹងទៅការនៅក្នុងភូមិដោយសារតែគាត់អាចបានទៅទេគាត់នៅប្រមូលផលដលងណាខែហ្នឹងខែដាំដលងដែរចឹងទៅចង់ឲ្យគាត់ហ្នឹងទៅញ៉ាំការនៅក្នុងភូមិហ្នឹងឲ្យគាត់ឃើញមុខឃើញអីអញ្ចឹងណាកុំឲ្យថាអត់ឃើញថាចង់ដៃចោលណាចឹងទៅឲ្យគាត់ទៅប៉ុន្តែកូនគាត់ហ្នឹងគាត់អត់ចង់ទៅទេដោយសារតែថ្ងៃហ្នឹងគឺមិត្តភ័ក្តិរបស់គាត់ដែលការនៅភូមិផ្សេងដែលខ្ញុំនិយាយមាញ់គឺហៅដែរហៅចោលមួយថ្ងៃហ្នឹងហើយគាត់អត់ចង់ទៅទេគាត់ចង់ទៅខាងមិត្តភ័ក្តិគាត់ការមិត្តភ័ក្តិគាត់
hay ở mặt ai bảo con năng cưa con giấy mấy tha mấy đợt con đã tới đây có tha nhom đánh khác tới ca mặt phe nhom nhưng mà tới để ca được trong phun nhom hay bên năng cưa riêng miền biển sông bay đấy hơi mai con có lại hãy từ ca nó ngày từ ngót men là chứ hãy từ ngót men hay mày bảo con năng cưa khăng khăng mà tên con khăng khăng tụp vào lòng bán con chê từ từng mày bảo nhom từng hai kia việc là cả con chê chân tư thầy con chê việc là có việc là cọ việc là o chân tư tại bị chán cứ mày nhom mà hiền chê đó thì ta ọc tê và cho là chê tịch tối tại con chê nó cứ chư là ngày hay ở lấy có đo pe về lia đo ngày ca hay nhom bán nó có ban từ nhầm ca này nhom phun nhom ruồi rồi tung mỏng với mà đo tèo vinh hay nhẹ là nhom phun nhóm nhẹ phun xây nó cái hai ca là nhom phun nhom đấy cứ miền piro kìa cái miền song kháng và bốn có nhầm ca này nhom phun này tư đây có nhầm ca này cao phun này ca là nhom dây mình thà ca này phun nó nè hay lúa đò bật lãng nhom có thưa đôi sọc đòn chẳng từ rất là tuồng màu pram nhưng cho cô thì chọn việc bàn tay chạy đòn ấy ngày nắng cứ chia hai blong chứng tới trong tơ tại ngơ riêng giúp riêng pro mà riêng ngật đá vào mong pram chiến rồi ngập cho cô thì chó với nhau từ blong chạy đòn ấy nhưng đặc cô với đá hơi ẩm mệt nó việc riêng sáp mưa trong khơi thì hơi nhưng đặc cô tới nhưng nghĩa tới nhưng khơi miên một đường nè để thà đây cặp một cái nào một bộ đây cặp một nhưng mưa tới ốp hai chia nè sẽ vâng một ca nó không phun mà phun mùi tía đó nè hai chia sẽ vâng tới có đây nữa cao nằm mà xây từ ấy nhóm có chắp vào đó mày nhóm cho cô để cho chân từ hay việc nhóm chọn cô hái mình từ đào một bình là tạm lơ đỏ đài tôi xa tạo mình lơ viên thì mình tạo một lơ nâng mùi thì chứ nhóm chọn cô hái nhóm đào một bình cô nhóm nghĩa mưa cái lại này khơi miền bòn pro này đây cặp một nắng nó đỏ đài ta chồng nhóm ngó này hay nhóm có đá để chất khơi miền ông thô một đống miền chiêm một bọn miền chiêm hay nhóm thảo ô rồi thì nhận ní bài chỉ miền bành hải để ra miền chiêm hơi đẹp cảm mốc hay nhóm tại nhóm chọn cô tại hay ở đằng tại hai bina kế ở miền này chặt tế nhóm tại sọt sạt miền tây hay nhóm có ban rồi từ pram bộc để xa ta tung mong pram chiếu nước bộc cọt mà toàn ban từ đam từ lông tê mong vào mỗi ban cọt từ nhóm ban pram bộc ấy bộc cọt mong mờ tới cọt mờ tới thà ó mà nè nó cứ mình men nè sự vâng thì có tháng này mình men nè sự vâng thì hay trái đòn ấy cứ miền tàm nè có chỉ con một cái nữa tán trong tha ta sơn còn tại lời cọt bàn trái thán ấy để xa đã cha cheri ría nó một bọn cha cheri cha cả cha chi slap miền tây hay cọt từ mười chất đấy cọt tha ô nữa ở đâu thì slap ở đây slap đây cái thằng chừng ở miền nọ ta hao nói vẫn hay buộc những cọt bàn ta hay để phum hay oi màu mưa từng ngọt nía nè thàm nè đấy cứ ở đâu tê slap hay ở miền toàn ngơ với phong nừng hay mẹ phum có ban mà đòn hay nè phum nơi đang phum trong phum cái nào phum nó cứ là bấy cứ cái mà mưa từng ngọt nía cục nía hay mẹ phum có ban có hai beli màu ai chui mưa đài hay cục nía là thà cục nía nó đang ngay thà bọn này có đây cặp một nó cứ slap ở đây hay beli ban mà đòn nó cứ cái pot sái đó cái trong sái bùn trùng môi cầm oi nè phum và chia chôn nó tới chật ô bên đang bọn này cứ là bay mình tên là bay đòn cao phum người ta phum xem kia một mưa mình nước trắng mình tên bên đó á hay bọn bọn phải chạy chọn lắng hay blog này hay mấy hành đăng bọn bọn này bên này cứ crew arian thì tao đo lá cứ crew cọt tê màu để dụ lá có thằng arian tê hay bên đó coi nhung prap để dụ lá ấy thà nhung chụp hạt cài chứ hay có ban từ mưa này còn đi sai đến chất đai ở sơ sky thì có ban từ mưa hay nhóm coi lại một tô mới có từ mưa mới còn hay bên này beli còn chọn sai chọn ấy buồn trong hái nó mây còn oi bật hoặc táng hay chập đam đó beli cái rò sạch nhiệt đó nè để thà mình bên này cái bật sạch nhiệt ọt cái son để than thá mà nè nó cứ miên nhẹ vầy thang vầy sầm lạp á bông bồn hay beli có ban su tao đó bông bồn thang miên bên này cái bật sạch nhiệt ọt hay bên nó cứ bật chi bồ rọt có từ mưa to nó cứ ở miền bên này kia bạn sẽ nhiệt tệ ở miền này trái tệ trứng beli có từ nga sọp thà bên này kia để thà slap nó bên này kia côn bên này kia bông bồn là trong plate bên chẹt bông này có để slap nó cứ có để đỏ ái là để đỏ ái hay ái bỏ con nó có xịt nâng clip bỏ con hay cảm mốc hay kho bỏ con sẽ điền po lương po khao cái bói điền po lương này kia cái pin này dùng po lương cảm mốc miền khao po lương hay có đỏ ái cảm mốc chẳng beli su ở miền toàn miền Việt Nam tha bạn sẽ nhiệt tệ miền bát tệ hay beli có chạm vào đá nhà sọp
ពេលគាត់ផ្ញើសពហើយមុខសាក់សពនឹងមើលអត់យល់ទេបងប្អូនឡងវល់ពីនឹងឲ្យបែកចំោះបែកមុខបែកមាត់ឡងស្មៅឆុញអត់មានពីណាគេមើលស្គាល់ទេថាកូនពីណាគេទេដែលស្លាប់ដោយសារតែសពនឹងមើលលែងយល់ហើយមុខសាក់សពនៅឡើងខ្ទេចអស់ហើយមើលអត់យល់ទេឡងខ្ពីតដូចថាឡងអប៉ែតអស់ហើយមើលលែងយល់ហើយហើយខ្ញុំនិយាយពីដំបងថាខ្ញុំចងគោហ្នឹងហើយក៏ទៅមើលចិត្តហ្នឹងមិនដុំថ្មមិនប្រឡាក់ឈាមខ្ញុំនិយាយពីដំបងមានប្រឡាក់ឈាមអញ្ចឹងហើយគេសង្ស័យថាគេសន្និដ្ឋានថាប្រហែលជាជនបង្កយកដុំថ្មអុកពីលើមុខសាកសពហ្នឹងឲ្យស្លាប់គាត់ថាឲ្យដាច់ខ្យល់ភ្លាមកុំឲ្យមានការសង្ស័យថាពីណាគេអ្នកសម្លាប់អញ្ចឹងបងប្អូនអ្នកភូមិក៏ឃើញអញ្ចឹងហើយអត់ដឹងថាកូនពីណាគេហើយសាកសពក៏មើលអត់យល់ប្រហែលជាមកស្ទុះទៀតបានមានអ៊ំម្នាក់គាត់ចូលទៅមើលគ្រាន់តែចូលទៅមើលគាត់យំយកហ្មងដោយសារហ្នឹងគាត់ស្គាល់ថាសាកសពហ្នឹងគឺជាក្មួយរបស់គាត់ហើយប៉ូលីសក៏បានសួរទៀតថាអ៊ំច្បាស់អត់ថាជាក្មួយរបស់អ៊ំហើយគាត់ឆ្លើយមកវិញថាច្បាស់ណាស់ក្មួយរបស់អ៊ំគឺគាត់ចំណាំកញ្ចក់ដៃហើយរូបរាងគឺគាត់ស្គាល់ហ្មងគាត់ស្គាល់ច្បាស់ហ្មងបងប្អូនដឹងថាម្នាក់ដែលស្លាប់ហ្នឹងជាណាគេអត់គឺជាបងប្រុសដែលខ្ញុំនិយាយដែលម៉ែគាត់ស្ដីឲ្យថាឯងទៅងាប់មែនឯងទៅកើតឯងទៅងាប់មែនគឺជាបងប្រុសនឹងឯងដែលគាត់ស្លាប់សាកសពនឹងគ្រួសារគាត់ក៏បានរកឃើញហើយគឺជាកូនអ៊ំដែលធ្វើចំការនៅខាងព្រះវិហារហើយប៉ូលីសក៏បកគលសាកសពទៅឲ្យគ្រួសារឲ្យគាត់ធ្វើបុណ្យតាមប្រពៃណីខ្មែរចឹងទៅបើគេសន្និដ្ឋានគេថាបងប្រុសនឹងគេប្លន់ម៉ែគាត់ថានៅក្នុងខ្លួនគាត់មកនឹងអត់មានអីទេមានតែលុយ 100000 ខ្សែកមួយខ្សែហើយនឹងទូរស័ព្ទមួយគ្រឿងហើយអ្នកដែលសម្លាប់នឹងក៏ចិត្តព្រៃខ្សែសាហាវណាស់ចិត្តនឹងសាហាវជាងស្អីទៀតថ្នាក់ឲ្យយកដុំថ្មអុកពីលើមុខឡើងបែកខ្ទេចខ្ទីអស់ហើយមុខមើលអត់យល់ទេកោតតែហ៊ានលើកដៃសម្លាប់មនុស្សទេបងប្អូនអើយហើយមានគេនិយាយតគ្នាថាមុននឹងកើតហេតុការណ៍ដែលព្រឹកឡើងដែលជួបគេថាដែលឃើញសាកសពហ្នឹងគេថាពេលក្បាលងាយណាខាងចុងភូមិហើយមានអ៊ំប្រុសម្នាក់គាត់ថាគាត់ចោះមកពីកម្មចដាទៅគាត់ថាឮសំឡេងថាជួយផងតែគាត់អត់ចាប់អារម្មណ៍គាត់ថាស្មានតែគេចាក់ឌីសចាក់រឿងចាក់អីចាក់បាសចាក់អីមើលចឹងគាត់ចាប់អារម្មណ៍ទេគាត់ថាជួយផងឮសំឡេងឲ្យស្រែកជួយព្រឹកឡើងក៏ជួបហេតុការណ៍ចឹងទៅហើយក៏សូមឲ្យវិញ្ញាណក្ខន្ធបងប្រុសហ្នឹងឲ្យបានសុខទេកភពចោះស្លាប់ទាំងវ័យក្មេងជាតិកើតជាតិណាសូមឲ្យអាយុវែងជាងហ្នឹងទៀតណែគ្រួសារគាត់ក៏បានធ្វើបុណ្យតាមប្រពៃណីរួចរាល់អស់ហើយណាបងប្អូនហើយគ្រួសារសពក៏បានទៅរកគ្រូដូចថាចូលរោគអីចឹងណាហើយប្រឡងបងប្រុសហ្នឹងគឺចូលរោគទៅក៏និយាយប្រាប់ថាអ្នកដែលសម្លាប់គាត់ហ្នឹងគឺអត់ឆ្ងាយទេថានៅចិត្តហ្នឹងទេគេថានៅចិត្តហ្នឹងទេគាត់ថាសង្ស័យតែយើងអត់ច្បាស់ទេដោយសារតែយើងអត់មានផុសតាងអីដែលជាក់លាក់ប៉ូលីសចាប់បានណាអញ្ចឹងណាហើយក៏ប្រឡងគាត់នេះក៏យំថាណិតម៉ែបានជួយអីម៉ែច្រើនទេប្រឡងគាត់ចូលរោគអញ្ចឹងទៅតាំងពីបងប្រុសគាត់ស្លាប់ទៅហើយតាម្នាក់គាត់ឃ្វាគោនៅខាងត្បូងគាត់ថាឃ្វាគោហើយអត់មានខ្យល់ទេគាត់ថាឃ្វាគោគាត់អង្គុយទៅអត់មានខ្យល់អត់មានអីទេប៉ុន្តែលេងគាត់ឃើញខោពណ៌រៀងលឿងបងប្អូនខោរៀងលឿងពណ៌លឿងគាត់ឃើញខោដើរគាត់ឆ្ងល់គាត់ថាគាត់ព្រើផ្នែកហ្នឹងគាត់ថាឃើញតែមានតែខោទេខោមានតែមួយទេពណ៌លឿងគឺខោហ្នឹងចេះដើរគាត់ថាដើរកាត់តាមវាស្រែបងប្អូនហើយគាត់ឃ្វាគោហ្នឹងគឺគាត់ឃ្វាគោខាងត្បូងផ្ទះដែរបងប្រុសដែលគាត់ស្លាប់គឺគាត់ឃ្វាគោនឹងម្ដុំនឹងអីហើយខោហ្នឹងគឺដើរចូលទៅម្ដុំផ្ទះនឹងអីគាត់ថាណាហើយក៏គាត់ឃើញទៅប៉ុន្តែគាត់អត់ខ្លាចទេតាហើយគាត់ថាចាស់ពីដើមគាត់មិនខ្លាចហ្មងគាត់រឿងប៉ុណ្្នឹងគាត់មានអីខ្លាចហើយអ៊ំប្រុសម្នាក់នៅក្នុងភូមិហ្នឹងគឺគាត់ជិះម៉ូតូមកពីលិចខ្ទង់ម៉ោង 7 ម៉ោង 8 យប់ហើយគាត់ជិះមកលេងជិះដល់កន្លែងបងប្រុសដែលគាត់ស្លាប់ហ្នឹងគាត់ថាមូម៉ូតូអត់ទៅមុខទេគាត់ថាមូដាក់លេខ2មូងាងអត់ទៅមុខហើយគាត់ថាគាត់ដឹងណាគាត់ដឹងថាឯងត្រូវការអីហើយប្រាប់អញមើលមកស្ទូទៀតថាឮសំឡេងថាខ្ញុំ clean ប្រៃហើយគាត់ថាអញ្ចឹងចាំមើលព្រឹកអញបោះប្រៃឲ្យវាអញ្ចឹងម៉ូតូលេងទៅធម្មតាហើយព្រឹកឡើងគឺអ៊ំប្រុសគាត់ទិញប្រៃមកកញ្ចប់គឺបោះទុកនៅកន្លែងដែលគាត់ស្លាប់ហ្នឹងទៅគាត់ថាគាត់ស្លាប់ហ្នឹងគឺអត់មានឡងអីសាហាវទេបងប្អូនគាត់ថាដូចថាឡងដែរគាត់ថាពេលឡងគឺមានហេតុផលរបស់គាត់គឺគាត់ clean ណាគាត់ថាគាត់ clean ប្រៃអញ្ចឹងទៅគាត់ធ្វើហេតុផលមួយដែលឲ្យយើងខូចម៉ូតូឬក៏ឲ្យយើងជួបហេតុការណ៍នៅកន្លែងហ្នឹងទៅមានឮសំឡេងដែលប្រាប់ថា clean ប្រៃ clean អីអញ្ចឹងណាបងប្អូន
ហើយខ្លះទៀតគឺឃើញនៅកន្លែងណាហ្នឹងឃើញមានគេជក់បរិយនៅយប់មានភ្លើងបរិយប្លង់នៅកន្លែងណាគាត់ស្លាប់ហ្នឹងហើយតាំងពីជួបហេតុការណ៍អញ្ចឹងមកទៅគឺងាយឡើងគឺមិនសូវមានម៉ូតូជិះកាត់ហ្នឹងទេបងប្អូនអើយស្ងាត់ឈឹងហ្មងហើយគ្រូសាឮថាកូនគាត់ឡងគេអញ្ចឹងពេកឪពុកគាត់ហ្នឹងក៏យប់ឡើងមកដេកនៅកន្លែងដែលស្លាប់ហ្នឹងថាឃើញគាត់អត់ឃើញកូនគាត់អត់ទឹកចិត្តឪពុកបងប្អូនឮថាកូនគាត់ឡងគេពេកថាបង្ហាញឲ្យគេឃើញខូចនេះខូចនោះកន្លែងហ្នឹងគាត់ក៏អត់អស់ចិត្តគាត់ក៏ទៅសម្រាននៅកន្លែងដែលកូនគាត់ស្លាប់បងប្អូនក្រៅណាមួយស្អីហ្នឹងគឺគាត់ទៅសម្រានថាឃើញអត់ឃើញកូនគាត់អត់នៅកន្លែងហ្នឹងតែគាត់សម្រានប្រហែលថ្ងៃហ្នឹងហើយគឺអត់ឃើញទេអត់ឃើញកូនគាត់ទេនិយាយទៅឲ្យតែបងណែគាត់ស្លាប់ហ្នឹងគាត់ថាគាត់ឃ្លានណាគេថាឃ្លានបរិយអីគឺម៉ូតូជិះកន្លែងហ្នឹងគឺខូចហ្មងគាត់ថាគឺខូចហ្មងឲ្យតែជិះកាត់បើសិនជាព្រលឹងបងនឹងគាត់ឃ្លានបរិយដល់ហ្នឹងគឺម៉ូតូដលុតខ្លះទៀតគឺដល់មុខហ្នឹងឆេះដែរតែដាក់លេខអត់ទៅមុខទេហើយគ្រូសាខាងបងប្រុសហ្នឹងគឺល្បីខ្លាំងពេកថាឡងខ្លាំងពេកក៏គាត់ធ្វើពិធីមួយថាឧទ្ទិសព្រលឹងគាត់ហ្នឹងឲ្យទៅវត្តទៅធ្វើបុណ្យធ្វើអីអញ្ចឹងណាហើយតាំងពីគាត់ធ្វើបុណ្យធ្វើអីទីថាយកបាយសម្លយកទៅវត្តរកថ្ងៃសិលអញ្ចឹងទៅកន្លែងហ្នឹងគឺលែងមានហេតុការណ៍អីទេបងប្អូនដល់កន្លែងហ្នឹងគឺអត់ទេធម្មតាវិញដូចទៅដើមអញ្ចឹងទៅហើយពេលខ្លះហ្នឹង admin ក៏តែកាត់តាមនឹងម៉ោង2យប់ទៅចាក់កន្ត្រីទៅរកកន្ត្រីតាមស្បែកគឺអត់មានហេតុការណ៍អីទេគឺធម្មតាហើយសាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនអើយអាណិតដល់ក្រុមគ្រួសារសពផងហើយគាត់ក៏រកឃាតករមិនតាន់ឃើញដែរឥឡូវចូលជិត10ឆ្នាំហើយបងប្អូនហើយមួយទៀតនឹងការនិយាយស្ដីទៅលើកូនការជេរប្រមាថគ្នាទៅវិញទៅមកពេលខ្លះការជេរប្រមាថហ្នឹងក៏ឃើញហេតុការណ៍ភ្លាមអញ្ចឹងទៅហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនពេញចិត្តនៅក្នុងការនិយាយរឿងនិទានខ្មោចនេះបងប្អូនកុំភ្លេចចុច Subscribe ដើម្បីនឹងទទួលបានវីដេអូថ្មីពីផ្លូវចាស់ហ្នឹងហើយបងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយ